ទស្សនៈល្អៗមួយចំនួនរបស់លោក Bruce Lee លោក Bruce Lee ជាតារាភាពយន្តហុងកុងដែលខ្មែរនិយមហៅថា Lee Hsien Loong មិនមែនត្រឹមតែជាតារាភាពយន្តនិងជាអ្នកដឹកនាំរឿងប៉ុណ្ណោះទេលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកដែលមានជ្រៅជ្រះខាងទស្សនវិជ្ជាផងដែរលោក Lee Hsien Loong កើតនៅឆ្នាំ1940នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកគាត់គឺជាកូនប្រុសរបស់តួកុនហុងកុងដែលបានធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិកនិងជាគ្រូបង្ហាត់ក្បាច់គុនចិន Bruce Lee បានស្លាប់នៅអាយុ32ឆ្នាំដោយសាររោគរលាកខួរក្បាលខាងក្រោមនេះគឺជាទស្សនៈទាំង13របស់លោក1ខ្ញុំមិនខ្លាចមនុស្សម្នាក់ដែលហាត់ម្ដងបាន10000ក្បាច់នោះទេប៉ុន្តែខ្ញុំខ្លាចបំផុតគឺមនុស្សម្នាក់ដែលចេះតែមួយក្បាច់តែហាត់10000ដង2ចំណេះដឹងផ្ដល់ឲ្យអ្នកនៅអំណាចប៉ុន្តែអត្តចរិតផ្ដល់ឲ្យអ្នកនៅការគោរព3អ្នកគិតបែបណាអ្នកនឹងក្លាយជាមនុស្សបែបនោះ4មិនមែនទាល់តែទៅដល់ទើបហៅថាគោលដៅនោះទេត្រឹមតែជាអ្វីដែលអ្នកស្រមៃចង់បានក៏អាចហៅថាគោលដៅបានដែរ5ជីវិតពិតប្រាកដគឺរស់នៅដើម្បីអ្នកដទៃ6មនុស្សឆ្លាតអាចរៀនសូត្រពីសំណួររបស់មនុស្សល្ងងច្រើនជាងមនុស្សល្ងងដែលរៀនសូត្រពីចម្លើយរបស់មនុស្សឆ្លាត7បើអ្នករវល់តែខ្វល់ពីរបស់នោះច្រើនពេកអ្នកនឹងគ្មានពេលដើម្បីធ្វើវាបានឡើយ8ដឹងមិនគ្រប់គ្រាន់ទេត្រូវតែសាក់លបងហើយចង់ក៏មិនគ្រប់គ្រាន់ដែរត្រូវតែធ្វើ9កំហុសតែងតែអាចអត់ឱនឲ្យបានជានិច្ចប្រសិនបើអ្នកក្លាហានហ៊ានទទួលស្គាល់វា10សូមចាំថាគ្មាននរណាម្នាក់អាចចាញ់បានទេលុះត្រាតែគេជាមនុស្សកំសាកញី11សូមចាំថាដើមឈើដែលរឹងងាយនឹងបំបាក់បំផុតស្របពេលដែលដើមឫស្សីនិងដើមស្រល់អាចកាច់កោងទៅតាមកម្លាំងខ្យល់បាន12ភាពសាមញ្ញគឺជាគន្លឹះបង្កើតរឿងដ៏អស្ចារ្យ13រស់នៅដោយសប្បាយចិត្តតែមិនត្រូវគ្រប់គ្រាន់បានឡើយដកស្រង់ចេញពីសៀវភៅមនុស្ស100គំនិត1000របស់គ្រឹះស្ថានស្រាវជ្រាវនៅបោះពុម្ពផ្សាយ Hardbook